បាទជំរាបសួរពុកម៉ែបងប្អូននេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនត្បូងជាប្រភេទត្បូងចលិនដែលជាប្រភេទត្បូងតាំងតាមអសនៈតាមកន្លែងទីសក្ការៈបូជាបានហើយស្អាតនេះច្រើនបែបច្រើនយ៉ាងយើងអាចយកមកដាក់តាំងជាកន្លែងទីសក្ការៈបូជាចេះបាននេះយើងអាចតាំងជាប្រភេទត្បូងចលិនដែលយើងយកមកតាំងលម្អកន្លែងគេហដ្ឋានយើងបានកន្លែងទីសក្ការៈបូជាកន្លែងអីបាន